បន្ទាប់ពីត្រូវគេចាប់បានខ្លួននាងកាំងត្រឹងនៅនឹងមួយកន្លែងមិនអាចធ្វើអ្វីបានភ្លាមនោះដេរិកក៏ស្រែកឡើងថាឆាប់ក្រោកឡើងភ្លាមមកដែលធ្វើឲ្យនាងភ្ញាក់ព្រឺតបានយឺតសួរទៅកាន់គេថាមិនក៏លោកដឹងគេតបថាតើមាននរណាគេទៀតក្រៅពីនាងដែលពាក់របាំងមុខអន់ចេញមកខាងក្រៅបែបនេះនាងលើគេតបបែបនេះហើយកាងគុណទាំងពីរព្រោះតែវាជាការពិតគេបន្តសួរដេញដោលទៅកាន់នាងថាប្រាប់ខ្ញុំមកហើយអ្វីបានជានាងធ្វើបែបនេះនៅពេលដែលនាងចង់ទៅពិធីបុណ្យជាខ្ញុំក៏ឲ្យនាងទៅហើយសូម្បីតែពេលដែលនាងយកទីស្ករដែលមកពីណាក៏មិនដឹងចូលក្នុងផ្ទះខ្ញុំក៏នៅស្ងៀមហើយនាងនៅមិនពេញចិត្តអ្វីទៀតបានជាធ្វើដល់ថ្នាក់នេះហើយណែបានត្រឹមតែឈរត្រង់សម្លឹងមើលទៅកាន់ភិរយនៃការពេញចិត្តរបស់គេហើយក៏សូមទោសទៅកាន់គេថាអ្នកប្រុសខ្ញុំនឹងទទួលយករាល់ការដាក់ទោសទាំងអស់គេក៏តបថានាងតែងតែនិយាយពាក្យថាដាក់ទោសនេះជានិច្ចរួចក៏ដំឡើងសម្លេងដាក់នាងថែមទៀតថារឿងតែមួយគត់ដែលនាងសុំខ្ញុំនោះគឺជាការដាក់ទោសតើនាងចូលចិត្តវាខ្លាំងណាស់មែនទេក្នុងចិននាងចង់ទៅតបទៅកាន់គេថាអ្នកណាសុំការដាក់ទោសព្រោះតែចូលចិត្តវានោះលៀមនោះគេក៏ស្ទុះមកចាប់ទាញដៃរបស់នាងដែលធ្វើឲ្យនាងរត់និយាយអ្វីមិនត្រូវនាងឆ្ងល់ថាហេតុអ្វីបានជាគេបែបនេះមើលទៅដូចជាមិនស្រួលទេតែគេចង់ធ្វើអីទៅរួចក៏សួរទៅកាន់គេថាអ្នកប្រុសតើពួកយើងកំពុងទៅណាហើយគេនោះស្ងាត់មិនបានហាស្ដីអ្វីទេគិតតែពីទាញដៃរបស់នាងទៅជាមួយនាងក៏ក្នុងចិត្តតែម្នាក់ឯងថាគួរតែលុតជង្គង់សុំមកវល់គេដែរទេទោះបីជាគេស្អប់បងប្អូនខ្លាំងៗរបស់គេខ្លាំងយ៉ាងណាក៏ដោយខ្ញុំមិនគិតថាគេនឹងដកដាលរបស់គេមកគំរាមខ្ញុំដូចអ្នកខ្លះនោះទេហើយអ្នកទាំងអស់គ្នាមានស្គាល់អ្នកខ្លះនឹងអត់ហើយភីណែគិតចុះគិតឡើងនាងខ្ជិលខ្វល់ណាស់ទោះបីជាគេចង់សម្លាប់នាងក៏នាងលេងខ្វល់ដែរនាងបន្តគិតទៀតថាខ្ញុំមិនដឹងអ្វីពីភីណូភីពិតប្រាកដនោះទេប៉ុន្តែរឿងបែបនេះវាគ្មានបញ្ហាអ្វីសម្រាប់ខ្ញុំនោះទេមួយសន្ទុះក្រោយមកពួកគេក៏បានបដិច្រកចូលនៅសួនមួយតែបានបន្តិចស្រាប់តែនាងនៅឃើញថានាងគឺជាផ្លូវសម្ងាត់របស់វិមាននេះទេតារួចនាងក៏ភ្ញាក់ខ្លួនថានេះគេមានបំណងចង់បញ្ចប់ខ្ញុំចោលនៅពេលដែលគ្មានមនុស្សនៅទីនេះមែនទេក៏ប្រញាប់ហៅទៅកាន់គេចូលសិនសួរទៅកាន់គេថាហេតុអ្វីបានជាយើងត្រូវដើរតាមផ្លូវនេះគេតបទៅកាន់នាងថាក្រែងនាងចង់បានការដាក់ទោសមិនអញ្ចឹងឈប់និយាយទៅដើរមកតាមខ្ញុំមកនាងឆ្ងល់ថានេះវាមិនដូចនៅពេលដែលពួកយើងទៅផឹកទឹកតែនិយាយលេងជាមួយគ្នាលើភ្នំនោះដែលជាកន្លែងណាត់ជួបក្នុងវគ្គធម្មតានោះទេនាងឆ្ងល់ខ្លាំងណាស់ថាគេមានគម្រោងអ្វីទៅដល់បានមួយសន្ទុះធំនាងឡើងដកដង្ហើមតាមមាត់ហើយរអ៊ូក្នុងចិត្តតែឯងថាតើការឡើងភ្នំនាងគឺជាការដាក់ទោសមែនទេអបិនាងពិតជាអាក្រក់មិនធម្មតាមែននាងនិយាយទៅកាន់គេទាំងនឹងហប់ប្រាប់ថាឈប់សិនហើយគេក៏សួរថាយ៉ាងម៉េចទៀតហើយនាងប្រាប់ទៅកាន់គេថាបើលោកដើរលឿនបែបនេះខ្ញុំដើរមិនទាន់ទេគេមិនតបអ្វីទាំងអស់គ្រាន់តែសម្លឹងទៅកាន់មុខរបស់ភីណែលរួចក៏បន្តដំណើរទៅមុខទៀតដោយលឿនរបស់គេនឹងយឺតជាងមុននាងក៏ស្មានថាគេនឹងមិនខ្វល់ពីខ្លួនហើយតែប៉ុន្តែគេមិនដើរលឿនដូចមុនទេគេក្នុងចិត្តថាតើវានឹងមិនអីទេមែនទេហើយទីបំផុតនាងក៏បានមកដល់កំពូលនៃភ្នំមកដល់មិនទាន់បានសម្រាប់អីស្រួលបួផងគេហៅនាងមកនេះមកខ្លួននាងហត់ណាស់គិតថាសូមសម្រាប់បន្តិចមិនបានទេមែនទម្រាំដើមមកដល់នោះខ្ញុំចិត្តតែខ្យល់ស្លាប់ទៅហើយរួចគេប្រោនាងមើលទៅខាងក្រោមទៅនាងក៏សម្លឹងទៅតាមគេប្រាប់ឃើញថាទីក្រុងពិតជាស្រស់ស្អាតណាស់នាងមិនដែលឃើញទិដ្ឋភាពបែបនេះនៅក្នុងវគ្គធម្មតានោះទេព្រោះពេលនោះមិនមែនជាពេលដែលមានពិធីបុណ្យជាទិដ្ឋភាពនៅពេលយប់ដែលនាងមិនធ្លាប់បានឃើញនៅក្នុងហ្គេមរូបភាពដែលនាងមិនដែលបានដឹងនៅពេលដែលនាងដើរនៅលើផ្លូវទាំងនោះនាងគិតថាខ្ញុំស្ទើរតែគ្មានពេលដកដង្ហើមទៅហើយព្រោះតែខ្ញុំតែងតែព្រួយបារម្ភនឹងរឿងដែលអាចកើតឡើងនៅពេលខាងមុខជីវិតរបស់ខ្ញុំគឺតែងតែបែបនេះខ្ញុំមិនដែលមានសេរីភាពក្នុងការមើលឃើញអ្វីដែលនៅជុំវិញខ្លួនរបស់ខ្ញុំនោះទេប៉ុន្តែពិភពលោកដែលខ្ញុំកំពុងតែមើលឃើញនៅពេលនេះហើយអ្វីបានជាខ្ញុំមានអារម្មណ៍ថាវាដូចជាការពិតណាស់ទាំងនេះគ្រាន់តែជាទស្សនវិជ្ជាមួយនៅក្នុងហ្គេមតែប៉ុណ្ណោះលៀមនោះដេរិកក៏ចង្អុលឡើងរួចនិយាយប្រាប់ទៅកាន់ភីណែនភីថាមើលទៅនោះគឺជាចោលមែនទេចោលទាំងនោះវាគ្មានអ្វីអស្ចារ្យនោះទេនៅអំឡុងពេលពិធីបុណ្យបែបនេះវាមានស្ទើរតែគ្រប់កន្លែងក្នុងទីក្រុងមិនថាផ្លូវលំឬកែងជ្រុងផ្លូវអីនោះទេវត្តឧក្រិដ្ឋសម្ងាត់ជាច្រើនបានកើតឡើងនៅកន្លែងដែលស្ងាត់កាលពីម្សិលមិញក៏មានបទឧក្រិដ្ឋសម្លាប់មនុស្សក្នុងបាននៅតាមផ្លូវហូមីថនដែរតែនេះមិនដឹងនោះទេព្រោះពេលនោះនាងប្រហែលជាចូលគេងបាត់ទៅហើយនាងឆ្ងល់ហេតុអីក៏គេនិយាយរឿងនេះនៅមុខនាងអញ្ចឹងក៏សួរទៅកាន់គេថាហេតុអ្វីបានជាលោកប្រាប់ខ្ញុំអំពីរឿងនេះគេបន្តនិយាយទៀតថាសម្បីតែតំបន់ដែលនៅក្រៅច្បាប់របស់អ្នកឧកញ្ញាគឺបែបនេះហើយចោះតម្រាំតែតំបន់ដែលគ្មានច្បាប់ទៀតនោះគេនិយាយទាំងទឹកមុខស្មាទៅកាន់ភីណាថាតើនាងចង់ខ្លាចទៅជាមនុស្សដូចពួកនោះដែរមែនទេភីណាឡើងកាំងពេលដែលឮគេនិយាយបែបនេះមកកាន់ខ្លួននាងក៏ប្រញាប់ឆ្លើយបដិសេធទៅកាន់គេថាខ្ញុំសូមស្បត់ថាខ្ញុំមិនបានធ្វើអ្វីដែលធ្វើឲ្យខូចឈ្មោះរបស់គ្រួសារអាកានោះទេគេតបវិញថាគេឈ្មោះរបស់ពួកយើងមិនអាស្រ័យលើពាក្យសម្ដីរបស់នេះនោះទេតែវាអាស្រ័យលើទង្វើដែលនាងធ្វើនាងទៅកាន់គេថាអញ្ចឹងហើយបានជាខ្ញុំបរិបាំងមុខនេះនោះអីគេតបវិញថា
ថាចុះបើមានអ្នកចាំមុខនាងបានដូចជាយើងនៅពេលនេះនោះនាងគិតថាពួកវានឹងទុកឲ្យនាងរួចខ្លួនភីណាតតកាន់គេថាខ្ញុំមិនមែនជាកូនក្មេងទីទេអ្នកប្រុសជាការពិតដែលខ្ញុំតែងតែរឹងរូសកន្លងមកតែខ្ញុំក៏មិនឈួតដល់ថ្នាក់ធ្វើឲ្យខ្លួនឯងមានគ្រោះថ្នាក់ដែរគេតតកាន់នាងវិញថាតានេះនាងនៅឈួតមិនទាន់គ្រប់ទៀតដល់ថ្នាក់លូនតាមរុនជញ្ជាំងតាំងដែលខ្លួនជាមនុស្សស្រីបែបនេះនាងឮបែបនេះក៏តតកាន់គេតែរត់រត់ថាខ្ញុំបានប្រាប់លោកហើយថាចាប់តាមពីពេលនេះទៅខ្ញុំនឹងប្រុងប្រយ័ត្នហើយនឹងរស់នៅយ៉ាងស្ងប់ស្ងាត់ចឹងហើយបានជាខ្ញុំចេញទៅខាងក្រៅតែម្នាក់ឯងបែបនេះគេលើបែបនេះសួរទៅកាន់នាងទាំងជួយចិញ្ចាមថាហេតុអ្វីបានជានាងទៅទីនោះនាងតទៅកាន់គេវិញថាតែខ្ញុំត្រូវតែប្រាប់លោកអំពីរឿងនេះដែរមែនទេគេតទៅកាន់នាងថាយល់ល្អនាងគួរតែឆ្លើយប្រាប់គេតាមត្រង់មកនាងតទៅកាន់គេទាំងគឺក្នុងចិត្តថាមានតែពួកចេះពេទ្យមន្ទេដែលទទួលយកការលាក់ការសម្ងាត់ពីរឿងអស់នេះតែសម្រាប់គេគឺវាខុសគ្នារួចក៏ប្រាប់ទៅកាន់គេថាខ្ញុំបានសុំឲ្យពួកឈ្មួញលក់ព័ត៌មានស្វែងរកមនុស្សម្នាក់ឲ្យខ្ញុំមានមនុស្សម្នាក់ដែលបានជួយខ្ញុំនៅក្នុងរាជវាំងតែខ្ញុំបានធ្វើឲ្យបាត់អ្វីដែលជារបស់គេចឹងហើយខ្ញុំគ្រាន់តែចង់សុំទោសគេនាងឌៀមដាមគេក្នុងចិត្តថាត្រូវហើយក្នុងខួរក្បាលរបស់លោកប្រកាសជានឹកឃើញនៅរឿងអ្វីមួយហើយមែនទេព្រោះលោកគឺជាមនុស្សតែម្នាក់ដែលឲ្យគេយកកន្សែងដៃរបស់ Winter ទៅបោះចោលគេក៏បន្តសួរទៀតថាបើនាងចង់ដឹងយ៉ាងហ្នឹងមិនក៏មិនឲ្យអ្នកបម្រើនាងទៅធ្វើរឿងនេះទៅនាងតបថាបើខ្ញុំធ្វើបែបនេះពាក្យចចាមរាមនឹងមានលេខចេញមកថានារីអភិជនមិនតរាយការម្នាក់បានឲ្យអ្នកបម្រើរបស់ខ្លួនទៅស្វែងរកមនុស្សវានឹងធ្វើឲ្យខូចឈ្មោះដល់ត្រកូលរបស់លោកនាងសម្លឹងទៅកាន់គេដោយគិតថាកំណត់របស់ Derek ត្រូវតែផ្លាស់ប្ដូរគេគួរតែដឹងហើយថាភីណានូភីមិនមែនជាពួកបរាសិតដែលតោងស្អិតដូចជាឆ្លើងឡើយហើយរឿងរឹសនោះទេតែនាងតែងជាមនុស្សដែលចេះគិតអ្វីដោយខ្លួនឯងប្រហែលជារឿងនេះអាចជួយឲ្យខ្ញុំធ្វើអ្វីបានងាយស្រួលខ្លះភ្លាមនោះគេស្រាប់តែហាមកកាន់ឈ្មោះរបស់នាងភីណានូភីនាងចិត្តខ្លាចជាមនុស្សពេញវ័យហើយចឹងហើយខ្ញុំមិនអាចបញ្ឈប់នៅការដែលនាងចង់ចេញទៅក្រៅដោយមិនប្រាប់អ្នកណាដោយដែលនាងកំពុងធ្វើពេលនេះទេប៉ុន្តែបើនាងចង់ចេញទៅក្រៅកុំលូនតាមរុនជញ្ជាំងនោះទៀតអីចេញចូលតាមច្រកទ្វារខាងមុខទៅខ្ញុំនឹងប្រាប់អ្នកចាត់ការមិនឲ្យហាមឃាត់នាងឡើយហើយនាងអាចយកទីស្កររបស់នាងទៅជាមួយនាងបាននាងភ្ញាក់ផ្អើលបន្តិចពេលដែលឃើញភារកិច្ចរបស់គេបានកើនឡើងនាងមិនយល់ទេគ្រាន់តែនិយាយគ្នាប៉ុណ្ណឹងសោះភារកិច្ចនៃការពេញចិត្តរបស់គេបែរជាកើនឡើងទៅវិញហើយតើហេតុអ្វីបានជាគេអត់ឱនឲ្យខ្ញុំនៅពេលដែលខ្ញុំលួចចេញទៅខាងក្រៅតែម្នាក់ឯងបែបនេះរួចនាងក៏សួរទៅកាន់គេថាចុះការដាក់ទោសរបស់ខ្ញុំនោះគេគិតបន្តិចរួចក៏តបថាត្រូវហើយខ្ញុំមិនអាចឲ្យនាងទៅផ្ទះវិញជាមួយនឹងរបាំងមុខដ៏អាក្រក់មួយនេះនោះទេលៀននោះដៃរបស់គេក៏ចាប់ទាញរបាំងមុខរបស់នាងចេញព្រមទាំងនិយាយថាដោយសារតែនាងវាតែធ្វើឲ្យខូចឈ្មោះត្រកូលអាកាតចឹងខ្ញុំនឹងរឹបអូសយករបស់នេះជាការដាក់ទោសសម្រាប់ថ្ងៃនេះនាងសម្លឹងទៅកាន់គេទាំងកើតក្នុងចិត្តថាគេនិយាយដូចជាចិត្តដាច់ណាស់ប៉ុន្តែទង្វើរបស់គេដូចជាកក់ក្ដៅទៅវិញតើនេះជាការស្រវាសម័យរបស់ខ្ញុំមែនទេនាងតទៅកាន់គេថាប៉ុន្តែរើណូទិញវាឲ្យខ្ញុំភ្លាមនោះគេក៏និយាយការព្រមទាំងលើកបង្ហាញនៅអ្វីម្យ៉ាងវាមានដាំត្បូងវិតាមុននៅពេលដែលនាងពាក់ទៅភាពខ្លាញ់បន្លំនិងបញ្ចេញសមត្ថភាពបើតែអ្នកចេះវិតាមុននិយាយនេះនឹងក្លាយជាក្មេងប្រុសអាយុប្រហាក់ប្រហែលនាងនៅពេលដែលគេមើលមកនាងពេលដែលនាងពាក់វាគ្រឿងអលង្ការដើមនៅក្នុងខ្សែដៃនេះមានភាពផុយស្រួយដូច្នេះខ្ញុំបានយកវាមកជំនួសវិញដោយថ្មកាណែតដែលមានគុណភាពល្អបំផុតឥឡូវនេះវាល្អប្រសើរហើយនាងរៀបភ្ញាក់ផ្អើលបន្តិចព្រោះថានាងគឺជាខ្សែដៃដែលDerekរកឃើញនៅតាមតូបផ្លូវកន្លែងដែលនាងទិញរបាំងមុខនោះទេតាដំបូងពេលនាងឃើញខ្សែដៃនោះនាងគិតថាវាមានពណ៌ស្រដៀងទៅនឹងសក់របស់ភីណានូភីតែនាងមិនគិតថា Derek នឹងទិញវាឲ្យនាងនោះទេនាងគិតថាគេរកវាដោយសារតែវាមានពណ៌ដូចនឹងសក់របស់ Evon ទៅវិញទេនាងគឺជាកាដូទី2ហើយដែល Derek បានឲ្យវាមកខ្ញុំនាងក៏សួរទៅកាន់គេថាហេតុអីបានជាលោកឲ្យរបស់នេះមកខ្ញុំក្រែងលោកតែងតែស្អប់នៅភាពឆាតឆាយរបស់ខ្ញុំគេឮបែបនាងតបទាំងទៅមុខឆ្ងល់ថាខ្ញុំស្មានតែនាងចូលចិត្តគ្រឿងអលង្ការនាងតបថាខ្ញុំចូលចិត្តគ្រឿងអលង្ការទាំងអស់ដែលលោកបានលួចពីខ្ញុំក្នុងវ័យកុមារភាពរបស់ខ្ញុំគេឮបែបនាងក៏ភ្ញាក់ផ្អើលរួចក៏ស្ងាត់មួយសន្ទុះហើយក៏តបវិញថាបើសិនជានាងមិនចូលចិត្តវាទេបោះវាចោលទៅគេបោះខ្សែដៃនោះចោលទៅលើដីរួចក៏ដើរចាក់ចេញទៅនាងក៏ក្នុងចិត្តថាលោកមិនអាចចាក់ចេញទៅទាំងបែបនេះទេតើខ្ញុំគួរតែទៅតាមគេដែរឬទេReno System ក៏បានបង្ហាញថាភារកិច្ចបានសម្រេចដើរលេងក្នុងពិធីបន់ជាតិជាមួយ Derek តើអ្នកចង់បានរង្វាន់ដែរឬទេនាងឆ្ងល់ថាមិនក៏ភារកិច្ចនេះនៅមានទៀតខ្ញុំច្បាស់ណាស់ថាមិនបានទទួលយកវានោះទេប៉ុន្តែមានអ្នកណាទៅដែលនិយាយថាទេចំពោះរង្វាន់នោះប្រកាសជាចង់ហើយ System ក៏បានបង្ហាញបន្តរង្វាន់ដែលត្រូវទទួលបានភាគរយនៃការពេញចិត្តរបស់ Derek កើនបាន
រយខ្សែដៃវិតមុនរួចនាងក៏ដើរទៅអោរកខ្សែដៃនោះព្រមទាំងគិតក្នុងចិត្តថាមិននឹកស្មានដល់សោះថាកំណត់សម្ងាត់អាចជួយភាគរយនៃការពេញចិត្តការឡើងដែរព្រមទាំងរអ៊ូថាបនេះគេពិតជាបោះវាចោលលើដីពិតមែនគ្រាន់តែនិយាយឲ្យល្អថាចង់ឲ្យជាកាដូមកកាន់ខ្ញុំទៅវាញ៉ៅម៉េចឬមួយគេខ្លាចជ្រូកដុំមាសចេញពីមាត់របស់គេនាងក៏សម្លឹងមើលទៅកាន់គេពីចម្ងាយដែលកំពុងតែដើរចាក់ចេញទៅសាររឿងបានកាប់មកនៅព្រឹកថ្ងៃបន្ទាប់នេះជាថ្ងៃចុងក្រោយនៃពិធីបុណ្យជាតិអេមីលីសួរទៅកាន់ភីណែថាអ្នកនាងប្រកាសហើយមែនទេថាថ្ងៃនេះអ្នកនាងមិនចេញទៅក្រៅនាងជាថ្ងៃដ៏អស្ចារ្យសម្រាប់ពិធីបុណ្យជាតិមួយនេះព្រោះតែថ្ងៃនេះជាថ្ងៃចុងក្រោយក្បួនដង្ហែនឹងរត់តែអស្ចារ្យហើយថែមទាំងមានការបាញ់កំជ្រួយទៀតផងនាងក៏តបថាមិនចាប់អារម្មណ៍ទេអេមីលីឮបែបនេះហើយក៏តបថាមិនអីទេអញ្ចឹងអ្នកនាងប៉ុន្តែបើអ្នកនាងឃ្លាអ្វីហៅខ្ញុំមកចុះណាខ្ញុំនឹងយកមកឲ្យអេមីលីនិយាយរួចនាងក៏បានដើរចាក់ចេញយកកាមេរ៉ាទៅសម្អាតទៅភីណែឃើញនាងចាក់ចេញទៅហើយក៏បើកយកក្រដាសផែនការនៅក្នុងកែតុកមកមើលនាងគិតថាខ្ញុំបានចូលមកពិភពកែនាងដូចជាយូរដែរហើយមិនថាដោយចេតនាឬក៏អត់នោះទេតាមការវិនិច្ឆ័យរបស់ខ្ញុំដោយរបៀបដែលខ្ញុំបានជួបតួអង្គស្ទើរតែទាំងអស់ពីផ្លូវដែលបានលេងពេញមួយពិធីបុណ្យនេះខ្ញុំប្រកាសណាស់ថាខ្ញុំបានឆ្លងកាត់ដំណាក់កាលដ៏សំខាន់មួយនៃហ្គេមរួមទាំងខ្ញុំមិនខ្វល់ពីការអញ្ជើញរបស់ប៉ែមួយនោះទៀតប៉ុន្តែខ្ញុំមិនអាចប្រយប្រហែលបាននោះទេខ្ញុំនៅមានផ្លូវដ៏វែងឆ្ងាយទៀតដែលត្រូវដើរនាងក៏សម្លឹងទៅកាន់ក្រដាសផែនការរួចក៏គិតថានៅពេលដែលខ្ញុំសរុបទិន្នន័យទាំងអស់មកវាពិតជាមានការប្រែប្រួលច្រើនណាស់នៅពេលដែលខ្ញុំចូលមកពិភពនេះដំបូងខ្ញុំគិតថាខ្ញុំច្បាស់ជាត្រូវស្លាប់គ្រប់ពេលដែលវាឲ្យខ្ញុំជ្រើសរើសទៅហើយខ្ញុំក៏មិនដែលគិតសោះឡើយថាភាគរយនៃការពេញចិត្តរបស់បងប្អូនគ្រួសារការនឹងកើនឡើងម្នាក់ 20% សោះឡើយជាពិសេសគឺរេណូដែលដើមឡើយភាគរយនៃការពេញចិត្តរបស់គេគឺអវិជ្ជមានខ្ញុំគិតថាការស្អប់របស់គេលើភីណែនភីបានคล้ายទៅជាការមិនចូលចិត្តទៅវិញហើយភាគរយនៃការពេញចិត្តរបស់ពួកគេគឺមិនស្ថិតស្ថេរនោះទេតែខ្ញុំក៏គ្មានបំណងចង់ដាក់ទុនជាមួយពួកគេដែរប្រសិនបើខ្ញុំអាចកាត់បន្ថយការជួលរបស់ខ្ញុំជាមួយពួកគេចាប់ពីពេលនេះតទៅប្រហែលជាខ្ញុំអាចរក្សាកម្រិតដូចបច្ចុប្បន្ននេះចំណែក Winter ត្រូវបានដកចេញបន្ទាប់ពីភារកិច្ចសម្ងាត់បានបញ្ចប់ហើយព្រះអង្គម្ចាស់ Glisto នឹងធីបចោលមកបាច់យកមកគិតនាំរហ័តចិត្តអីទេអ្នកដែលនៅសល់គឺអ៊ីក្នេកនាងសិញ្ចឹងគិតអំពីគេថាតើគួរតែធ្វើបែបណាទៅលៀនោះស្រាប់តែមាននរណាគេបានគួរទ្វារនាងសួរទៅថាតើនរណាគេនោះតបថាខ្ញុំជាមេការអ្នកនាងម្ចាស់នាងប្រាប់ទៅកាន់គេថាខ្ញុំមិនទំនេរទេមេការក៏តបមកវិញថាខ្ញុំមកជម្រាបប្រាប់អ្នកនាងថាលោកម្ចាស់ចង់រួមអាហារថ្ងៃត្រង់ជាមួយអ្នកនាងឮបែបនេះក៏សួរបញ្ជាក់ទៅថាអាហារថ្ងៃត្រង់រួចក៏ប្រាប់មេការចូលមកខាងក្នុងសិនមកមេការដើរចូលមកខាងក្នុងព្រមទាំងនិយាយថាអត់ទោសផងដែលរំខានដល់អ្នកនាងហើយណែសួរទៅថាតើអាហារថ្ងៃត្រង់មានន័យថាយ៉ាងម៉េចទៅមេការតបថាលោកម្ចាស់ថាខានរួមតុកបាយជាមួយអ្នកនាងយូរហើយចឹងហើយទើបលោកម្ចាស់ឲ្យខ្ញុំនាំអ្នកនាងទៅបន្ទប់អាហារនៅជាន់ទី1នាងសម្លឹងទៅកាន់មេការដែលក៏ក្នុងចិត្តថាប៉ុន្តែខ្ញុំចង់ញ៉ាំនៅក្នុងបន្ទប់តែម្នាក់ឯងជាងរួចក៏ប្រាប់ទៅកាន់មេការថាខ្ញុំញ៉ាំតែម្នាក់ឯងដោយរដងក៏បានដែរណាមួយខ្ញុំកំពុងតែស្ថិតនៅក្នុងការឃ្លាំមើលនៅឡើយទេគេឮបែបនេះហើយក៏តបថាលោកម្ចាស់បានប្រាប់ថាអ្នកនាងត្រូវតែចូលរួមព្រោះគាត់មានរឿងចង់និយាយប្រាប់ទាំងអស់គ្នានាងឮបែបនេះក៏សួរបញ្ជាក់ថាទាំងអស់គ្នាអញ្ចឹងមានន័យថាបងប្រុសខ្ញុំក៏ចូលរួមដែរមេការតបថាប្រកាសណាស់អ្នកនាងឮបែបនេះហើយក៏ក្នុងចិត្តថាស្លាប់ជាមិនខានទេខ្ញុំនាងប្រាប់ខ្លួនឯងថាឲ្យស្ងប់អារម្មណ៍រួចក៏ប្រាប់ទៅកាន់អ្នកចាត់ការថាខ្ញុំមានរឿងមួយដែលត្រូវឲ្យលោកធ្វើមេការឮបែបនេះក៏តបទៅថាសូមអ្នកនាងនិយាយមកចុះនាងតបថាបន្ទាប់ពីអាហារថ្ងៃត្រង់រួចយកថ្នាំរំលាយអាហារមកបន្ទប់ខ្ញុំផងមេការឮបែបនេះក៏ក្នុងចិត្តថាអ្នកនាងនិយាយបែបនេះទាំងមិនទាន់បានតែញ៉ាំអាហារផងភីណាក៏ក្នុងចិត្តថាខ្ញុំច្បាស់ជាមានបញ្ហារំលាយអាហារនៅពេលក្រោយជាមិនខាន